ថ្ងៃនេះខ្ញុំអនុញ្ញាតសូមធ្វើការចែកម្លែកទៅលើប្រធានបទមួយពាក់ព័ន្ធជាមួយនឹងតុលាការនៃអង្គច្បាប់ជាការពិតតុលាការកំពូលនៅក្នុងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការនៅត្រង់មាត្រា61គេបានកំណត់ថាតុលាការកំពូលមានសមត្ថកិច្ចដោះស្រាយរឿងក្តីដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួនស្របតាមការកំណត់របស់ច្បាប់ជាក់ស្ដែងនៅក្នុងមាត្រាខ្ញុំសូមលើកឧទាហរណ៍នៅក្នុងមាត្រា64នៃច្បាប់ដដែលនេះបានចែងថាសភាព្រហ្មទណ្ឌនៃតុលាការកំពូលមានសមត្ថកិច្ចជំនុំជម្រះលើបណ្ដឹងសាទុកចំពោះសាលដីកាព្រហ្មទណ្ឌរបស់សាឡាវតូដែលអនុវត្តតាមបទបញ្ញត្តិស្ដីពីនីតិវិធីព្រហ្មទណ្ឌជាធរមានមាត្រា65នៃច្បាប់ដដែលក៏បានចែងថាសភារដ្ឋបវេនីនៃតុលាការកំពូលមានសមត្ថកិច្ចជំនុំជម្រះលើបណ្ដឹងសាទុកចំពោះសាលដីកានិងបណ្ដឹងជំទាស់ចំពោះដីកាសម្រេចក្នុងរឿងរដ្ឋបវេនីរបស់សាឡាវតូព្រមទាំងលើបណ្ដឹងសាទុកចំពោះសាលក្រមរដ្ឋបវេនីរបស់សាលាដំបងនិងរឿងក្តីផ្សេងទៀតដែលអនុវត្តតាមបទបញ្ញត្តិស្តីពីនីតិវិធីរដ្ឋបវេនីជាធរមាននៅត្រង់កន្លែងនេះខ្ញុំសូមបង្ហាញជាទស្សនវិជ្ជារួមសម្រាប់តុលាការកំពូលគឺជាតុលាការនៃអង្គច្បាប់ហេតុដូច្នេះជាគោលការណ៍ដើម្បីធ្វើបណ្ដឹងសាទុកទៅតុលាការកំពូលត្រូវទី1ចាំបាច់ត្រូវមានហេតុផលសមស្របដោយត្រឹមត្រូវទៅតាមនីតិវិធីមានន័យថានៅក្នុងករណីដែលច្បាប់អនុញ្ញាតឲ្យប្តឹងសាទុកទី2ចាំបាច់ត្រូវមានហេតុផលនៅក្នុងការប្តឹងសាទុកឲ្យបានត្រឹមត្រូវនៅក្នុងករណីនេះមានន័យថាតុលាការកំពូលគាត់វិនិច្ឆ័យមើលទៅលើការសម្រេចរបស់តុលាការថ្នាក់ក្រោមហ្នឹងមានសាឡាវតូនិងសាលាដំបងហ្នឹងតើមានហេតុផលសមស្របត្រឹមត្រូវតាមផ្លូវច្បាប់ការធ្វើវិចារណកម្មទៅលើអង្គច្បាប់របស់តុលាការថ្នាក់ក្រោមនោះបានត្រឹមត្រូវទៅតាមគតិច្បាប់ដែរទេនៅក្នុងករណីនេះខ្ញុំសូមលើកយកសាលដីការបស់តុលាការកំពូលមួយនៅក្នុងរឿងព្រហ្មទណ្ឌដែលគូភាគីគាត់បានក្តីគ្នាតាំងពីសាលាដំបងរហូតទៅដល់តុលាការកំពូលដោយនៅក្នុងរឿងព្រហ្មទណ្ឌនោះព្រះញ្ញាគាត់បានធ្វើការចោទជនជាប់ចោទនោះអំពីបទល្មើសរំលោភសេពសន្តិវៈមានស្ថានភាពទោសដោយសារតែរំលោភទៅលើអនិច្ចជនហើយមិនទាន់ដល់នីតិភាពនៃការរួមភេទទៀតជាក់ស្ដែងនៅពេលដែលបណ្ដឹងសាទុកដើមបណ្ដឹងសាទុកបានលើកឡើងថាភស្តុតាងដែលបានបង្ហាញភ្ជាប់នៅក្នុងសំណុំរឿងនោះអត់បានបង្ហាញថាកន្លែងណាដែលកូនក្តីរបស់គាត់ហ្នឹងបានប្រព្រឹត្តបទរំលោភសេពសន្តិវៈដូចអ្វីដែលព្រះញ្ញាចោទទេដោយគាត់ទទួលស្គាល់ថាគាត់បានលូកដៃប៉ះដាក់ភេទមែនក៏ប៉ុន្តែភស្តុតាងបញ្ជាក់ការធ្វើកសលវិច័យការពិនិត្យពីពេទ្យផ្សេងគឺអត់បានបង្ហាញថាគាត់បានប្រព្រឹត្តបទរំលោភសេពសន្តិវៈទេហេតុដូច្នេះគាត់ប្តឹងទៅតុលាការកំពូលថាការអនុវត្តមាត្រា241ក្រមព្រហ្មទណ្ឌនេះវាអត់ត្រឹមត្រូវទេក៏ប៉ុន្តែតុលាការកំពូលក្រោយពីពេលដែលបានពិនិត្យមើល
សំណុំរឿងបានពិនិត្យមើលភស្តុតាងភ្ជាប់បានវិនិច្ឆ័យឃើញថាទាំងការឆ្លើយសារភាពរបស់សាក្សីទាំងការបង្ហាញរបស់ជនរងគ្រោះទាំងកំណត់ហេតុរបស់មន្ត្រីនគរបាលយុតិធធទាំងឯកសារវិច័យរបស់ពេទ្យបានបង្ហាញថាជនជាប់ចោទពិតជាបានប្រព្រឹត្តបទរំលោភសេពសន្តិវៈមានស្ថានទម្ងន់ទោសពិតប្រាកដមែនហើយដូច្នេះតុលាការកំពូលសម្រេចថាអ្វីដែលសាលាដំបងនិងសាលាតូបានពិនិត្យនិងវិនិច្ឆ័យនឹងត្រឹមត្រូវទៅតាមគតិច្បាប់នេះចំណុចដែលចាំបាច់ហើយដូច្នេះខ្ញុំនិយាយសរុបជារួមមកវិញសម្រាប់បណ្ដឹងសារទុកទៅតុលាការកំពូលគឺជាបណ្ដឹងមួយដែលពិនិត្យមើលទៅលើការប្រើប្រាស់អង្គច្បាប់ការបកស្រាយអង្គច្បាប់នោះតើវាបានត្រឹមត្រូវទៅតាមគតិច្បាប់ដែរឬទេបណ្ដឹងសារទុកអាចធ្វើបានលុះត្រាតែច្បាប់អនុញ្ញាតបាទសូមអរគុណ